សកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានមេដាយមាសច្រើនជាងគេពីការប្រកួតកីឡានិស្សិតឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំសិក្សា2010-2011ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានមេដាយមាសច្រើនជាងគេពីការប្រកួតកីឡានិស្សិតឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំសិក្សា2010-2011និងជាប់ចំណាត់ថ្នាក់លេខ1ក្នុងការដឹកនាំក្រុមកីឡាករចូលរួមប្រកួតច្រើនជាងគេហើយក៏ទទួលបានជ័យលាភីច្រើនជាងគេផងដែរគួរបញ្ជាក់ថាក្នុងចំណោមវិញ្ញាសាទាំងអស់ដែលមាននៅក្នុងការប្រកួតក្រុមកីឡាករកីឡាករនីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានដណ្ដើមតំណែងជើងឯកបានច្រើនជាងគេក្នុងនោះមានវិញ្ញាសាលោតចម្ងាយបុរសចោលដំដែកនារីរត់ចម្ងាយ3គីឡូម៉ែត្រនារីរត់ចម្ងាយ5គីឡូម៉ែត្របុរសកីឡាបាល់ទាត់បុរសនិងកីឡាបាល់ទះនារីមានប្រសាសន៍នៅក្នុងឱកាសបិទការប្រកួតកាលពីថ្ងៃទី2ខែកក្កដាកន្លងទៅនេះឯកឧត្តមប៊ុនសុករដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានកត់សម្គាល់ថាក្រៅពីការបំផុសចលនាអប់រំកាយនិងកីឡាក្នុងជួរសិស្សនិស្សិតឲ្យបានទូលំទូលាយផ្នែកបរិមាណនិងគុណភាពនោះយើងត្រូវធ្វើការងារដ៏សំខាន់មួយទៀតគឺការផ្ដល់សមត្ថភាពខាងស្មារតីដល់ក្មួយកីឡាករកីឡាករនីជាសិស្សនិស្សិតយើងទូទាំងប្រទេសឲ្យបានចូលរួមសកម្មភាពកីឡាករឲ្យបានស្មើគ្នាដែលជាជំហានវិវត្តដ៏សំខាន់មួយក្នុងគោលនយោបាយអភិវឌ្ឍវិស័យកីឡារបស់ជាតិយើងឯកឧត្តមរដ្ឋលេខាធិការបានថ្លែងនៅការកោតសរសើរដល់ប្រតិភូកីឡាទាំងអស់ដែលបានដឹកនាំក្រុមកីឡាករកីឡាករនីចូលរួមក្នុងការប្រកួតនិងបានអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំគ្រប់ក្រសួងមន្ទីររាជធានីខេត្តនិងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់សូមចូលរួមចំណែកបំផុសចលនាកីឡាឲ្យបានទូលំទូលាយជាពិសេសសកម្មភាពអប់រំកាយនិងកីឡានៅក្នុងសាលារៀនដើម្បីជាគោលដៅសម្រាប់សុខុមាលភាពទាំងផ្លូវកាយផ្លូវបញ្ញារបស់ក្មួយសិស្សានុសិស្សនិងរួមចំណែកកសាងជួរកីឡាករកីឡាករនីឆ្នើមក្នុងចំណោមសិស្សនិស្សិតដើម្បីលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ